វិបត្តិនៃការកើនឡើងតម្លៃឧស្ម័នហ្គាសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរគឺរងឥទ្ធិពលផ្ទាល់ពីស្ថានភាពនៅមជ្ឈមបូព៌ាហើយអ្វីបានជាតម្លៃក្នុងតំបន់ឡើងថ្លៃតាមទោះបីជាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីឬវៀតណាមមានប្រភពឧស្ម័នផ្ទាល់ខ្លួនក៏ដោយប៉ុន្តែតម្លៃលក់ចេញគឺផ្អែកទៅលើសន្ទុះតម្លៃទីផ្សារពិភពលោករីឯកម្ពុជាដោយសារតែយើងនាំចូលហ្គាសស្ទើរតែ 100% ពីប្រទេសជិតខាងនិងតំបន់មជ្ឈមបូព៌ាតម្លៃហ្គាសក្នុងស្រុកនឹងឡើងចុះទៅតាមតម្លៃដែលក្រុមហ៊ុនមេជាអ្នកបញ្ជាទិញពីទីផ្សារអន្តរជាតិផលប៉ះពាល់សំខាន់ៗក្នុងតំបន់ការឡើងថ្លៃនេះមិនត្រឹមតែប៉ះពាល់ដល់ការដាំស្លក្នុងផ្ទះបាយប៉ុណ្ណោះទេប៉ុន្តែវាជះឥទ្ធិពលដល់វិស័យធំៗដូចជាវិស័យដឹកជញ្ជូនរថយន្តតាក់ស៊ីនិងរថយន្តដឹកជញ្ជូនជាច្រើនដែលប្រើប្រាស់ប្រព័ន្ធហ្គាសនឹងត្រូវដំឡើងថ្លៃសេវាដែលនេះជាកត្តាធ្វើឲ្យទំនិញផ្សេងៗឡើងថ្លៃតាមសេវាកម្មម្ហូបអាហារអាជីវកម្មភោជនីយដ្ឋាននិងអ្នកលក់ដូរតាមចិញ្ចើមថ្នល់ដែលប្រើប្រាស់ហ្គាសច្រើននឹងជួបការលំបាកក្នុងការរក្សាតម្លៃដដែលអតិផលណាកាលណាថាមពលឡើងថ្លៃវានឹងរុញច្រានឲ្យតម្លៃទំនិញប្រើប្រាស់ទូទៅស្ទើរតែគ្រប់មុខកើនឡើងតើនឹងមានការឡើងថ្លៃបន្តទៀតដែរឬទេផ្អែកលើស្ថានភាពបច្ចុប្បន្នប្រសិនបើចំនួនរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលក្លាយជាសង្គ្រាមពេញទំហឹងដែលឈានទៅដល់ការបិទច្រកសមុទ្រហូម៉ូសទាំងស្រុងតម្លៃហ្គាសអាចនឹងហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានប្រសិនបើមានការសម្របសម្រួលផ្នែកការទូតឬប្រទេសផលិតប្រេងធំៗដូចជាអូពេចការបង្កើនការផលិតដើម្បីប៉ះប៉ូវភាពខ្វះខាតតម្លៃអាចនឹងថយចុះបន្តិចការត្រៀមលក្ខណៈក្នុងតំបន់បណ្ដាប្រទេសក្នុងតំបន់អាស៊ានកំពុងតែពិចារណាចាត់វិធានការដូចជាចំពោះរដ្ឋាភិបាលថៃការប្រើប្រាស់មូលនិធិប្រេងឥន្ធនៈដើម្បីជួយឧបត្ថម្ភធនកុំឲ្យតម្លៃហ្គាសឡើងថ្លៃខ្ពស់ពេកសម្រាប់ប្រជាជនរីឯកម្ពុជាក្រសួងពាណិជ្ជកម្មតែងតែតាមដាននិងកំណត់តម្លៃប្រេងឥន្ធនៈជាទៀងទាត់ដើម្បីធានាថាតម្លៃមិនឡើងថ្លៃហួសហេតុពេកដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដរាបណាចំនួននៅមជ្ឈមបូព៌ានៅតែបន្តតម្លៃហ្គាសក្នុងតំបន់យើងនៅតែមានភាពមិនច្បាស់លាស់និងអាចកើនឡើងបន្ថែមទៀត